មន្ត្រីស្រោយោដីស្រុកពួកស្ថិតក្នុងភូមិប្រាសាទភូមិព្រៃវែងនិងភូមិដូនស្វាឃុំសំរោងយាស្រុកពួកខេត្តសៀមរាបបានកំណត់ឲ្យពលរដ្ឋដែលមកធ្វើប្លង់កម្មសិទ្ធិដីត្រូវបង់ប្រាក់ចំនួន 50000 រៀលក្នុងមួយក្បាលដីប្រជាពលរដ្ឋប្រតិកម្មចំពោះមន្ត្រីស្រោយោដីស្រុកពួកបានតម្រូវឲ្យបង់ប្រាក់ក្នុងមួយក្បាលដី 50000 រៀលយ៉ាងខ្លាំងដោយពួកគាត់បានត្អូញត្អែថាក្នុងមួយក្បាលដី 50000 រៀលចុះខ្ញុំកាត់ដីចែកកូន 7 នាក់ក្នុងទំហំដី 1 ហិកតានោះខ្ញុំត្រូវបង់អស់ 350,000 ទៅហើយតើរកលុយមកពីណាទាន់ដើម្បីយកបានប្លង់កម្មសិទ្ធិទៅក្នុងអំឡុងខែឧសភាឆ្នាំ 2025 ថ្មីនេះអង្គភាពសារព័ត៌មានខ្មែរអេសានយើងខ្ញុំបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកពួកបានប្រាប់ថាពួកគាត់ទៅធ្វើប្លង់កម្មសិទ្ធិដីហើយត្រូវបានមន្ត្រីស្រោយោដីស្រុកពួកតម្រូវឲ្យបង់ប្រាក់ក្នុងមួយក្បាលដី 50000 រៀលដោយគ្មានវិក័យប័ត្រអីនោះទេការធ្វើប្លង់ជាប្រព័ន្ធជូនពួកគាត់មានការលំបាកដែលមន្ត្រីស្រោយោដីឆ្លើយថាធ្វើខុសនេះធ្វើខុសនោះរហូតពួកគាត់បានត្អូញត្អែថាតម្លៃសរសេរឯកសារ 10000 រៀលផ្សេងចំណែកបង់ពន្ធដីគាត់បានបង់ពន្ធជូនហើយក៏មានវិក័យប័ត្រត្រឹមត្រូវក៏ប៉ុន្តែចំណែកលុយ 50000 ដែលមន្ត្រីស្រោយោដីបានកំណត់យកពីពួកគាត់នោះពុនបានបញ្ជាក់ថាយកទៅណាទេចំពោះករណីត្អូញត្អែរបស់ប្រជាពលរដ្ឋខាងលើនេះអង្គភាពយើងខ្ញុំបានធ្វើការសុំបំភ្លឺពីលោកអុកអានមេភូមិប្រាសាទឃុំសំរោងយាស្រុកពួកខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាពិតជាបានយកលុយដោយពលរដ្ឋថាមែនចំណែកឯលុយបង់ពន្ធដីត្រឹមត្រូវហើយក៏ប៉ុន្តែដែលឡែកតែលុយតម្រូវឲ្យបង់ក្នុងមួយក្បាលដី 50000 រៀលលុយនោះគាត់មិនដឹងថាថ្នាក់លើតម្រូវឲ្យយកឬយ៉ាងណាឡើយលោកមេភូមិបានបញ្ជាក់បន្ថែមទៀតថាបើមន្ត្រីស្រោយោដីធ្វើរបៀបនេះវាពិបាកដល់ពលរដ្ឋខ្លាំងណាស់ព្រោះពលរដ្ឋកំពុងមានការខ្វះខាតអ្នកខ្លះរកតែបាយ2ពេលមិនចង់ទាំងបានផងចុះទម្រាំតែតម្រូវឲ្យបង់ប្រាក់ 50000 រៀលតែគាត់ទៅរកពីណាមកធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋដោយពេលនេះជិតដល់ពេលបោះឆ្នោតឆាប់ៗខាងមុខនេះផងដែរបើយោងតាមការបញ្ជាក់របស់លោកប្រធានការិយាល័យស្រុកពួកបានប្រាប់ថាប្រហែលជាគាត់បង់ឲ្យគេរត់ការជើងម៉ែត្រអីទេដឹងហើយរឿងសរសេរឯកសារយក 10000 រៀលហ្នឹងគឺប្រជាពលរដ្ឋគាត់មិនចេះសរសេរខ្លួនឯងខុសចឹងគាត់ពឹងឲ្យគេសរសេរឲ្យគាត់ជូនគេគឺជាទឹកចិត្តរបស់គាត់ទេចំណែកគ្រឿងលុយ 50000 លោកមិនបានដឹងនោះទេចំណែកលោកប្រធានមន្ទីរស្រោយោដីស្រុកពួកបានបញ្ជាក់ប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថាកន្លងមកពិតជាមានការយកលុយមែនតែឥឡូវគាត់បានណែនាំមន្ត្រីក្រមអាវ៉ាតឃុំនិងមន្ត្រីដែលពាក់ព័ន្ធគឺហាមដាច់ខាតមិនឲ្យមានយកលុយក្រៅប្រព័ន្ធអីបន្តទៀតនោះទេប្រសិនបើមានបន្តទៀតលោកនឹងចាត់វិធានការទៅតាមនឹងហើយប្រជាពលរដ្ឋដែលរស់នៅភូមិប្រាសាទភូមិព្រៃវែងនិងភូមិដូនស្វាឃុំសំរោងយាស្រុកពួកខេត្តសៀមរាបសូមសំណូមពរដល់មន្ត្រីស្រោយោដីខេត្តមេត្តាឈប់បន្តការគៀបយកលុយពីប្រជាពលរដ្ឋក្រោមហេតុផលផ្សេងក្នុងការបន្តធ្វើពាក្យស្នើសុំបានកម្មសិទ្ធិដីធ្លីនេះបន្តទៀតកុំឲ្យបញ្ឈប់តែពេលនេះពលរដ្ឋតវ៉ាបានមួយចំអិនកំពឹសក៏ចាប់ផ្ដើមបន្តគៀបយកលុយពីពលរដ្ឋទៀតព្រោះកន្លងមកតែងតែធ្វើបែបនេះសូមឲ្យធ្វើការតាមតែគោលការណ៍របស់ប្រមុខរដ្ឋាភិបាលដែលបានដាក់ចុះមកទៅបានហើយកុំឲ្យលើសពីនឹងទៀតអង្គភាពសារព័ត៌មានខ្មែរអេសានយើងខ្ញុំផ្សាយតែរឿងពិតមិនមានបំណងញុះញង់ឬបង្កឲ្យមានផលប៉ះពាល់ដល់ស្ថាប័នណាមួយឡើយហើយនឹងរងចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ